សូមជម្រាបសួរកូនបងទាំងអស់គ្នាតាមបណ្ដាញ Facebook និង YouTube សូមប្រំប្រទានពរអាមែនអាមែនអាមែនហាឡេលូយ៉ាអរព្រះគុណព្រះអង្គថ្ងៃពុធទី22ខែ10ឆ្នាំ2025វេលាម៉ោង 12:34 នាទីថ្ងៃត្រង់សូមកូនព្រះអង្គប្រកបដោយព្រះពរនិងព្រះគុណនៃព្រះអាមែនមេរៀនថ្ងៃនេះគឺតាក់ទងនឹងព្រះគម្ពីរសុភាសិតចំពុក6សូមប្រំប្រទានពរអញ្ចឹងនៅក្នុងព្រះគម្ពីរសុភាសិតចំពុក6នេះគឺបានបង្រៀនយើងច្រើនបែបច្រើនយ៉ាងបើកូនព្រះអង្គចង់បានតម្រេះហើយនឹងប្រាជ្ញាកុំភ្លេចអានព្រះគម្ពីរសុភាសិតអាមែនតោះសុភាសិតចំពុក6ហាឡេលូយ៉ាសុភាសិតចំពុក6ខ1ទៅណាតាក់ទងនឹងកុំឲ្យធានាសងបំណុលជំនួសគេកុំឲ្យធានារ៉ាប់រងណាកុំឲ្យធានាកុំឲ្យជាប់ជំពាក់មាត់សម្ដីហើយបើសិនជាយើងជាប់ជំពាក់ហើយត្រូវតែរំដោះឬក៏រំសាយចេញអញ្ចឹងរាល់ថ្ងៃនេះមានកូនព្រះអង្គគាត់រហ័សនឹងនិយាយគាត់អត់សូវបានគិតវែងឆ្ងាយអញ្ចឹងគាត់រ៉ាប់រងនេះរ៉ាប់រងនោះគាត់ថាចេះថាចុះវាជាប់អញ្ចឹងយើងត្រូវរកមធ្យោបាយដើម្បីរំដោះខ្លួនឲ្យរួចសុភាសិតចំពុក6ពីខ1ទៅសូមប្រំទានពរកូនអើយបើឯងបានធានាឲ្យអ្នកចិត្តខាងឯងបើឯងបានចាប់ដៃសន្យាជំនួសអ្នកដទៃនោះឯងបានជាប់អន្ទាក់ដោយសារពាក្យសន្យារបស់ឯងគឺឯងបានត្រូវចាប់ហើយណាចាប់ហើយដោយពាក្យសម្ដីដែលចេញពីមាត់ឯងប្រទេសខ្មែរយើងសម័យឥឡូវនេះវាទំនើបអញ្ចឹងអាចធានារ៉ាប់រងណាដូចទិញផ្ទះទិញដីទិញឡានទិញម៉ូតូយើងរោមម្នាក់មកធានាហើយជាការស្រេចណាជាការស្រេចប៉ុន្តែព្រះអង្គមិនសពហត្ថទេឲ្យយើងខ្ចីឲ្យយើងធានារ៉ាប់រងជំនួសគេពេលណាមានបញ្ហាអីគឺយើងនឹងហើយអូខេអញ្ចឹងជៀសវាងទាំងពាក្យសម្ដីក្តីទាំងសន្យាក្តីកិច្ចឲ្យផុតប៉ាសូមអានម្ដងទៀតសុភាសិតចំពុក6ខ1កូនអើយបើឯងបានធានាឲ្យអ្នកចិត្តខាងឯងបើឯងបានចាប់ដៃសន្យាជំនួសអ្នកដទៃចាប់ដៃសន្យាជំនួសមានន័យថារ៉ាប់រងជំនួសគេនោះឯងបានជាប់អន្ទាក់ដោយសារពាក្យសន្យារបស់ឯងគឺឯងបានត្រូវចាប់ហើយដោយពាក្យសម្ដីដែលចេញពីមាត់ឯងមកខ3យ៉ាងនោះកូនអើយចូលធ្វើដូច្នេះវិញហើយដោះខ្លួនឲ្យរួចចុះព្រោះឃើញថាឯងបានធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃអ្នកជិតខាងឯងដូច្នេះចូលឯងទៅណាបន្ទប់ខ្លួនហើយអង្វរដល់គេកុំឲ្យភ្នែកឯងដេកលក់ឬឲ្យត្របកភ្នែកឯងរលីវឡើយចូលឲ្យដោះខ្លួនចេញដូចជាប្រើសរួចពីកណ្ដាប់ដៃនៃព្រានហើយដូចសត្វហើររួចពីដៃនៃអ្នកដែលចាប់វាកុំធានារ៉ាប់រងឲ្យសោះកុំសន្យាជាមួយនឹងមនុស្សឲ្យសោះណាសន្យាអីក៏ដោយធានារ៉ាប់រងស្បត់ស្បែសន្យាធ្វើនេះធ្វើនោះអត់ទេរឿងដង្វាយដូចគ្នាដែរណាឧទាហរណ៍ថាមានកូនព្រះអង្គចង់ដាក់ដង្វាយកូនព្រះអង្គគាត់និយាយថាពេលណាខ្ញុំមានខ្ញុំនឹងផ្ដល់ឲ្យណាអញ្ចឹងកុំធ្វើសេចក្តីសន្យាវែងឬក៏ជួយដល់អ្នកដទៃ
นะពេលខ្ញុំមានខ្ញុំនឹងឲ្យកុំសន្យាថាអូខ្ញុំមកទឹកជួយប៉ុណ្ណេះមួយខែជួយប៉ុណ្ណោះកុំឲ្យមានរឿងនឹងឲ្យសោះបើសិនជាមានកើតឡើងត្រូវប្រែប្រួលវិញត្រូវទៅដូរពាក្យវាយបកវិញថាខ្ញុំមិនអាចជួយបានទេណាមនុស្សយើងរាល់ថ្ងៃនេះអ្នកខ្លះឱកាសនិយមដោយសារអំពើបាបអីចឹងទៅហើយព្រះអង្គបានហាម5យើងមិនអាចជួយខ្លួនឯងផងហើយធ្វើម៉េចឲ្យយើងជួយអ្នកដទៃកើតអញ្ចឹងផែនការរបស់ខ្មាំងសត្រូវរងថ្ងៃនេះប្រទេសទំនើបគេស្គាល់ហើយប្រទេសខ្មែរទៅតែស្គាល់ទេគឺមានធានារ៉ាប់រងណារោម្នាក់មកសញ្ញេជំនួសទៅណាអមជាមួយទៅយកម៉ូតូបានណាយកឡានបានណាខ្ចីលុយបានណាក្នុងនាមយើងជាអ្នកជឿព្រះកុំធ្វើការងារនឹងអីយើងមិនមែនស្អប់គេទេប៉ុន្តែព្រះអង្គហាម5មិនឲ្យយើងសន្យាជំនួសគេណាយើងនឹងជាប់អន្ទាក់អ្នកជិតខាងរបស់យើងជាបងជាប្អូនយើងឪពុកម្ដាយយើងក៏ដោយព្រះអង្គមិនឲ្យយើងធ្វើការងារនឹងទេធានារ៉ាប់រងជំនួសគេអញ្ចឹងត្រូវដោះខ្លួនឲ្យរួចអូខេរឿងដងវាយដូចគ្នាដែរកុំឲ្យសន្យាជាមួយនឹងគេកុំឲ្យនិយាយជាមួយនឹងគេព្រោះយើងមិនអាចគោរពពាក្យសន្យាបានទេអញ្ចឹងត្រូវដោះពាក្យបើខ្លួនឯងជាប់អីហើយឧទាហរណ៍ថាឥឡូវជ្រុលខ្លួនឲ្យប៉ាខ្ញុំបានធានារ៉ាប់រងទិញម៉ូតូឲ្យប្អូនមួយអញ្ចឹងត្រូវដោះស្រាយរឿងម៉ូតូនឹងឲ្យឆាប់ហើយលើក្រោយកុំធ្វើទៀតត្រូវតែចេះដោះខ្លួនឲ្យរួចកុំឲ្យជាប់អន្ទាក់ខ្មាំងសត្រូវខ្ញុំចង់ទិញម៉ូតូឲ្យប្អូនប៉ុន្តែប្អូនគាត់មាន credit តិចពេកណាអញ្ចឹងខ្ញុំត្រូវធានាដើម្បីឲ្យវានឹងបង់ខែទៅខ្ញុំឈរឈ្មោះប៉ុន្តែវាបង់ខែទៅណារឿងនេះរឿងគ្រោះថ្នាក់ណាអំពីពោសុផលខាយ៉ាអញ្ចឹងសូមមេត្តាប្រុងប្រយ័ត្ននៅគ្រាចុងក្រោយនេះកុំឲ្យយកខ្សែមកចងកខ្លួនឯងមើលយើងធ្វើនេះមិនមែនស្អប់ទេមិនមែនស្អប់បងប្អូនយើងទេយើងធ្វើនេះមិនមែនមិនចង់ជួយបងប្អូនយើងទេមិនចឹងទេប៉ុន្តែយើងធ្វើនេះដោយការស្ដាប់បង្គាប់ព្រះដែលប្រងហាមមិនអោយចូលឈ្មោះជំនួសគេមិនអោយចាប់ដៃសន្យាជំនួសគេមិនអោយធានារ៉ាប់រងជំនួសគេអញ្ចឹងយើងធ្វើនេះដោយការស្ដាប់បង្គាប់មិនមែនដោយសារការស្អប់ឬក៏មិនចង់ជួយដល់បងប្អូនយើងទេនៅក្នុងព្រះគម្ពីរបានចែងថាត្រូវបណ្ដាសាហើយអ្នកដែលពឹងផ្អែកទៅលើមនុស្សអញ្ចឹងពេលណាមនុស្សពឹងលើមនុស្សអត់ពឹងលើព្រះត្រូវបណ្ដាសាហើយអ្នកដែលជួយគេទៀតនិសោតក៏ត្រូវបណ្ដាសាដែរអញ្ចឹងកូនព្រះអង្គមួយចំនួនគាត់ឃើញអ្នកជឿព្រះស្រួលហើយងាយក្នុងការបោកប្រាស់ក្នុងការខ្ចីលុយក្នុងការពឹងពាក់អញ្ចឹងគាត់ឆ្លៀតឱកាសដើម្បីធ្វើការងារហ្នឹងហើយយើងត្រូវចេះប្រាប់គេថាត្រូវបណ្ដាសាហើយអ្នកដែលពឹងទៅលើមនុស្សអញ្ចឹងយើងត្រូវរៀនសូត្រយកព្រះបន្ទូលរបស់ព្រះដើម្បីយកមកអនុវត្តក្នុងជីវិតពេលនោះហើយយើងរួចពីបញ្ហាទាំងអស់ប៉ាធ្លាប់និយាយពីរឿងចងការអ្នកជឿព្រះយេស៊ូវមិនត្រូវមានមុខរបររោស៊ីចងការទេហើយមានកូនព្រះអង្គខ្លះអត់ដឹងហើយនៅតែព្យាយាមរោគមុខរបរនឹងទៀតគេថាមុខរបរនឹងងាយស្រួលក៏ប៉ុន្តែមុខរបររោស៊ីចងការនេះគឺស្ថិតនៅក្នុងអំពើបាប
đó cà có thái hai nẹt để vô lùi tứ có về tình nghĩa bởi dân trong chui kế đời ọt vô cả hai dân ọt sẵn khâm thành hằng ban ở vây mà vinh tị chẳng ca thần nghĩa chầm nuốt kì chập đai son ya chầm nuốt kì cứ chỉ ẩn tẹt đại dương cầm pông vô co luôn dương tới chỗ tới không ẩn tẹt hơi ẩn tẹt nô rơ mình rùi tị đâm bay đo hỏi rùi trâu tài vai bỏ vĩnh trâu tài này dây chầm mùi nè đại dương màn son ya nó hơi đọ luôn chành mỏng đó rương đồng vai đôi khi này đây nè còn áo son ya thẳng nhom nâng chui đồng vai mặc hai $10 mặc hai mà phay $, còn áo son ya bàn tay này dây bay đôi khi này vậy thà nhom nâng chui bàn tay tamสมรรถភាពពេលណាខ្ញុំអាចមានខ្ញុំនឹងដាក់អីចឹងទៅនិយាយកុំឲ្យជាប់អន្ទាក់ខ្លួនឯងហើយបើសិនជាយើងជ្រុលហើយយើងត្រូវទៅនិយាយជាមួយនឹងគេវិញដោះស្រាយរឿងនឹងវិញតាពីដើមខ្ញុំធ្លាប់និយាយអញ្ចឹងមួយខែខ្ញុំដាក់ដង្វាយ$10អញ្ចឹងឥឡូវនេះខ្ញុំដកពាក្យវិញដោយសារសេដ្ឋកិច្ចដោយសារចេះមួយចេះពីរយើងបញ្យល់ហេតុផលទៅចឹងពេលណាយើងមានយើងនឹងឲ្យដល់ពួកគាត់អញ្ចឹងកុំធានាបាទអានម្ដងទៀតសុភាសិតចំពុក6ខ1ទៅកូនអើយបើឯងបានធានាឲ្យអ្នកចិត្តខាងខ្លួនបើឯងបានចាប់ដៃសន្យាជំនួសអ្នកដទៃនោះឯងបានជាប់អន្ទាក់ដោយសារពាក្យសន្យារបស់ឯងគឺឯងបានត្រូវចប់ហើយអាមែនចឹងត្រូវវាយបកវិញវាយបកវិញណាហើយមុខរបរចងការនេះបាទធ្លាប់ចែករំលែកជាញយដែរបើកូនព្រះអង្គនៅតែមានមុខរបររស់ស៊ីចងការទៀតកូនព្រះអង្គនឹងជួបបញ្ហាច្រើនមែនតើដោះស្រាយមិនចេញទេគេពីព្រោះជាការងារមួយដែលព្រះអង្គមិនសពប្រហាត់ទេព្រោះព្រះអង្គមានព្រះបន្ទូលថាឲ្យបើគេខ្ចីសន្មតថាឲ្យទៅគេកុំចង់បានអីត្រឡប់មកពីគេវិញហើយអ្នកដែលខ្ចីដូចគ្នាដែរពេលណាមានឱកាសក្នុងការសងត្រូវតែសងគេឲ្យរួចផុតអញ្ចឹងមានអ្នកជឿព្រះអង្គច្រើនដែលគាត់ឆក់យកឱកាសហ្នឹងអ្នកខ្លះធ្វើបាបអ្នកជឿព្រះអង្គដូចគ្នាអញ្ចឹងសូមកុំសន្យាកុំធានាហើយកុំរស់ស៊ីចងការឲ្យសោះអាមែនសុភាសិតចំពុក6ខ6ណាយើងរៀនមួយចំពុកពីព្រោះបើកូនព្រះអង្គចង់ចេះចង់បានតម្រេះទៅរៀនពីព្រះគម្ពីរសុភាសិតចំពុក6ខ6តាក់ទងនឹងអ្នកខ្ជិលកុំខ្ជិលសូមស្ដាប់អោមនុស្សខ្ជិលច្រអូសអើយចូលមើលស្រមោចចុះចូលពិចារណាផ្លូវទាំងប៉ុន្មានរបស់វាហើយមានប្រាជ្ញាឡើងអញ្ចឹងបើកូនព្រះអង្គអត់ដឹងធ្វើអីណាអត់ដឹងធ្វើអីទេភ្ញាក់ឡើងអត់ដឹងធ្វើអីទេណាអត់ចេះធ្វើចំការអត់ចេះធ្វើស្រែអត់មិនដឹងរកមុខរបរអីព្រះអង្គថាមើលស្រមោចមើលស្រមោចហើយរៀនសូត្រយកប្រាជ្ញាពីស្រមោចទៅវាគ្មាននាយណាគ្មានអ្នកកាន់កាប់ការឬអ្នកគ្រប់គ្រងឡើយតែគង់តែវាគុតគង់អាហារវានៅខែប្រាំងហើយក៏ប្រមូលស្បៀងទុកនៅក្នុងរដូវចម្រូតផងអញ្ចឹងអ្នកដែលអត់ចេះអត់ដឹងធ្វើអីមើលស្រមោចទៅស្រមោចចេះប្រមូលស្បៀងទុកខែប្រាំងខែអត់ណារីឯរដូវចម្រូតគេខំទៅប្រម៉ែប្រមូលផលអញ្ចឹងពេលណាសបូណាដូចអ្នករោត្រីពេលណាសបូយើងត្រូវធ្វើត្រីអាំងត្រីងៀតត្រីឆ្អើរត្រីប្រហុកអីចឹងទៅអូខេពេលណារដូវប្រាំងស្ងួតហួតហែង
វាមានប្រហុកមានត្រីឆ្អើមានត្រីងៀតអីចឹងទៅព្រះអង្គផ្ដល់ឲ្យយើងមានប្រាជ្ញានិងតម្រេះមិនឲ្យយើងអង្គុយស្ងៀមហាមាត់ថាព្រះអង្គឲ្យចិញ្ចឹមកូនមិនចឹងទេយើងមានទូនាទីខុសៗគ្នាមានប្រេងតាំងខុសៗគ្នាដែរអញ្ចឹងត្រូវតែរៀនសូត្រត្រូវតែធ្វើការក្នុងមួយអាទិត្យមាន6ថ្ងៃក្នុងការងារធ្វើចោះអត់ខុសទេថ្ងៃទី7គឺថ្ងៃសៅរ៍ល្ងាចថ្ងៃសុក្រដល់ល្ងាចថ្ងៃសៅរ៍ត្រូវតែឈប់សម្រាកសរសើរដំណើរព្រះអង្គរៀនព្រះបន្ទូលទ្រង់ជាថ្ងៃញែកចេញជាបរិសុទ្ធអញ្ចឹងមានកូនព្រះអង្គខ្លះគាត់អត់ធ្វើអីសោះហើយគាត់ថាគាត់អត់ព្រះអង្គបានផ្ដល់តម្រេះហើយនឹងប្រាជ្ញាឲ្យយើងធ្វើកាត់យ៉ាងហោចណាស់ក៏មានមន់មានទាណាមានពងមន់មានពងទាញ៉ាំមានសាច់ហូបមានស្រែអ្នកបកាយធ្វើស្រែគេធ្វើស្រែអ្នកបកាយធ្វើចំការគេធ្វើចំការអ្នកបកាយរោត្រីគេរោត្រីអញ្ចឹងចំពោះអ្នកកំជិលពាក្យថាខ្ជិលនេះស្មើនឹងស្លាប់អញ្ចឹងបើបងប្អូនចង់បានតម្រេះត្រូវរៀនពីព្រះគម្ពីរសុភាសិតទៅឥឡូវយើងមើលទៀតអ្នកកំជិលខ9ហាឡេលូយ៉ាអោមនុស្សខ្ជិលច្រអូសអើយតើឯងនឹងដេកលក់កាលណាតើដល់កាលណាបានឯងក្រោកពីការដេកលក់ខ10ដេកបន្តិចងប់បន្តិចអោបដៃនិងដេកបន្តិចដេករហូតខ11យ៉ាងនោះសេចក្តីកំសត់ទូរគតរបស់ឯងនឹងលោមកដល់ដូចជាចោលប្លន់ព្រមទាំងសេចក្តីខ្វះខាតដូចជាអ្នកកាន់គ្រឿងអាវុធបើកូនព្រះអង្គខ្ជិលមិនព្រមធ្វើនេះមិនព្រមធ្វើនោះមិនព្រមរកស្បៀងអាហារទុកមិនព្រមត្រៀមខ្លួនពេលសេចក្តីវេទនាមកដល់បងប្អូននឹងពិបាកមែនតើមិនពិបាកតិចតួចទេនឹងពិបាកខ្លាំងមែនតើអញ្ចឹងមិនពេលណាប៉ាទទួលការបើកសម្ដែងឲ្យទៅឲ្យភ្នំឲ្យត្រៀមខ្លួនគឺត្រូវគ្រៀតបើយើងបោះជំហានទៅកន្លែងដែលព្រះអង្គប្រាប់ព្រះអង្គគត់គង់យើងជាការពិតហើយយើងក៏ត្រូវការត្រៀមខ្លួនដែរអញ្ចឹងខែ11នេះចុងខែ11បងបានប្រាប់ថាជុំគ្នាឲ្យទៅណាចុងខែ11នៅជុំគ្នាឲ្យទៅពីព្រោះពីខែ12ទៅអាចមានការបិទខ្ទប់ណាព្រះអង្គបានប្រទានពរឲ្យហោរាដឹងអូខេអញ្ចឹងតើកូនឯងបានត្រៀមអីឲ្យឬនៅឬក៏កូនឯងខ្ជិលចាំថ្ងៃនោះចាំធ្វើតើកូនឯងមានអំបិលតើកូនឯងមានអង្ករតើកូនឯងមានស្រូវតើកូនឯងមានមាន់មានទាបើសិនជាគេបិទខ្ទប់ណាដោយជំនាន់កូវីដ2ឆ្នាំតើយើងអាចដោះស្រាយបានអត់តើយើងមានដំណាំទទួលទានតើយើងមានត្រីតើយើងមានសាច់តើយើងមានអំបិលឬក៏ស្ករទឹកត្រីព្រោះព្រះអង្គបានប្រាប់ឲ្យហោរាព្រះអង្គមិនបានបើកសម្ដែងឲ្យហោរាសុគិននេះផ្ទាល់ប៉ុន្តែក្នុងជួរហោរាព្រោះហោរានិងហោរាគាត់ស្គាល់គ្នាគាត់មានអំណោយទានខុសៗគ្នាអ្នកដែលទទួលការបើកសម្ដែងគាត់ប្រាប់យើងយកមកនិយាយបន្តដើម្បីឲ្យយើងទទួលបានពរអញ្ចឹងព័ត៌មាននេះបើសិនជាប៉ាមិននិយាយទេកូនបងអត់ដឹងទេហើយក៏អត់បានត្រៀមដែរអញ្ចឹងចំពោះមនុស្សកំជិលនឹងមានការខ្វះខាតចំពោះមនុស្សខ្ជិលប្រកាសជាស្លាប់ប្រកាសជាវេទនាប៉ុន្តែបើសិនជាយើងបោះជំហានដើម្បីផ្គត់ផ្គង់រក្សាបោះជំហានស្ដាប់បង្គាប់នោះយើងដល់ពេលអំណត់អត់នោះមិនខ្វះអ្វីទេ
ពេលណាយើងទទួលសារពីព្រះព្រោះកូនឯងជាកូនហោរាអញ្ចឹងរឿងរ៉ាវមួយចំនួនកូនឯងដឹងមុនណាដោយរឿងកូវីដដោយរឿងចាក់ថ្នាំវ៉ាក់សាំងដោយអីហ្នឹងកូនឯងដឹងមុនហើយរឿងនេះក៏កូនឯងដឹងមុនដែរអញ្ចឹងសិតតែជាឱកាសដោយសារយើងដឹងមុននឹងឯងត្រៀមមុនគេមុនឯងប៉ុន្តែបើសិនជាយើងខ្ជិលយើងមិនខ្វល់ពេលណាគ្រាមកដល់ប្រកាសជាវេទនាយើងមើលកូវីដ2ឆ្នាំកន្លងមកហ្នឹងណាអ្នកដែលអត់បានត្រៀមគឺគាត់វេទនាហើយប៉ានេះក៏កាលនោះអរគុណព្រះអង្គមានដងវាយពីបរទេសចែកដល់ជនក្រីក្រណាតំបន់ក្រហមតំបន់លឿងទុំអីហ្នឹងប៉ុន្តែมันអាចជួយគ្រប់គ្នាទេហើយជួយនេះក៏ជួយសម្រាលទុកព្រោះទុកនីមួយធ្ងន់ណាស់អ្នកខ្លះសល់តាមីមកកញ្ចប់ហើយឬក៏ត្រីខមកកំប៉ុងហើយយើងជួយបានអីអង្គ5កំប៉ុងឬក៏5គីឡូអីចឹងទៅម្នាក់មកគ្រួសារចឹងការដែលជួយបានតិចតួចណាស់ចឹងកូនព្រះអង្គកុំឲ្យខ្ជិលក្នុងការត្រៀមចាំយាមពីព្រោះគ្រាអំណត់មកដល់យើងមានរបស់យ៉ាងហោចណាស់ក៏ត្រូវមានអំបិលប្រហុកណាអង្ករស្រូវអីចឹងទៅមន់ទាមួយចំនួនទៅសូមរំទានពរយើងទៅមុខទៀតព្រះគម្ពីរសុភាសិតដដែលចំពោះ6ខ12និយាយពីមនុស្សពីលចោលមកសៀតបើកូនព្រះអង្គចង់បានតម្រេះនិងប្រាជ្ញាត្រូវរៀនអំពីព្រះគម្ពីរសុភាសិតសូមស្ដាប់សុភាសិតចំពោះ6ខ12មានកូនព្រះអង្គប៉ាលឺថាខ្ញុំអត់មានអីទេតែខ្ញុំត្រូវត្រៀមយ៉ាងម៉េចទី1ពេលណាយើងបោះចំហៀនស្ដាប់បង្គាប់គឺព្រះអង្គនឹងជួយយើងណាស់តែមនុស្សខ្ជិលគាត់មិនព្រមត្រៀមហើយព្រះអង្គជួយគាត់អត់បានទេអញ្ចឹងអស់អ្នកណាដែលបោះចំហៀនគាត់នឹងទទួលប្រពោនេះប្រពោនោះហើយព្រះអង្គនឹងជួយជំរុញគាត់ឲ្យបានសុខសប្បាយនៅគ្រាអំណត់អត់ឥឡូវយើងនិយាយពីមនុស្សពីលម្ដងសុភាសិតចំពុក6ខ12ឯមនុស្សចោលម្សៀតជាពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតណាគឺជាមនុស្សដែលប្រើមាត់ពោលពាក្យវាចជាអ្នកដែលមិចភ្នែកហើយធ្វើជាទីសម្គាល់ដោយជើងដោយដៃជាអ្នកដែលមានចិត្តវាចនៅក្នុងចិត្តក៏តែងតែគិតគូរបង្កើតការអាក្រក់ជានិច្ចព្រមទាំងសាបព្រោះការទាស់ទែងគ្នាចឹងមនុស្សចោលម្សៀតមនុស្សពីលមួយថ្ងៃគឺស្វែងរកតែរឿងអាក្រក់ឥតប្រយោជន៍អញ្ចឹងគាត់នឹងខាតពេលវេលាណាក្នុងមួយថ្ងៃគិតតែបង្កើតរឿងអាក្រក់ក្នុងមួយថ្ងៃយើងមាន12ម៉ោងមួយយប់12ម៉ោងអញ្ចឹងមានម៉ោងស្មើគ្នាចុះហេតុអីមនុស្សមួយចំនួនគេយកម៉ោងគិតតែការអាក្រក់ហើយមនុស្សមួយចំនួនទៀតគេយកម៉ោងហ្នឹងគិតរស់ស៊ីគុតគង់ចាំយាមម៉ោងដូចគ្នាទេអ្នកខ្លះចំពោះអ្នកខ្លះអត់មានពេលគេថាខ្ញុំដូចអត់មានពេលសោះអ្នកខ្លះទៀតថាទេខ្ញុំម៉ោងដូចតែគ្នាតាអញ្ចឹងមានអ្នកខ្លះគេប្រើប្រាស់ពេលវេលាល្អត្រឹមត្រូវរីឯមនុស្សចោលម្សៀតគេគិតតែបង្កើតការអាក្រក់គំនិតអាក្រក់និយាយអាក្រក់អញ្ចឹងគេអត់មានពេលសម្រាប់ខ្លួនគេមួយថ្ងៃអង្គុយមើលអ្នកដទៃមួយថ្ងៃអង្គុយចោតប្រកាន់គេអញ្ចឹងអត់មានពេលត្រៀមអត់មានពេលអធិដ្ឋានអត់មានពេលរកព្រះអញ្ចឹងព្រះអង្គរាប់ថាជាមនុស្សចោលម្សៀតហេតុអីក្នុងពេលវេលាម៉ោងដូចគ្នាណាប៉ាថ្មីនេះប៉ាជួបក្រុមគ្រួសារប្រភេទគាត់ខ្ជិលហើយគាត់អត់ខំរោអីទេ
ហើយក៏នៅជុំវិញផ្ទះគាត់ត្រីទឹកម្ហូបមានទាំងអស់ប៉ុន្តែគាត់អត់ទៅរកទេហើយគាត់ចេះតែនៅតែផ្ទះហើយគាត់ថាអត់បើសិនជាគាត់ទៅក្តិចតគួនលក់ក៏បានលុយរកត្រីញ៉ាំក៏យ៉ាងហោចណាស់ក៏បានត្រីញ៉ាំណាមានការស្នោមាននិយាយទៅនៅជុំវិញខ្លួនប្រាណនៅជុំវិញផ្ទះបរិវេណសិតតែជាម្ហូបទាំងអស់សិតតែអាចលក់បានដែរបើគាត់អង្គុយបេះផ្កាស្នោលក់ក៏គាត់បានលុយដែរឬក៏ត្រកួនឬក៏ជញ្ជាត់ត្រីអីចឹងទៅយ៉ាងហោចណាស់ក៏គាត់បានម្ហូបសម្រាប់ក្រុមគ្រួសារគាត់ដែរប៉ុន្តែគាត់អត់គាត់នៅស្ងៀមមិនដឹងជាគាត់រងចាំអីហើយគាត់មិនមែនជាអ្នកជឿព្រះទេហើយមិនត្រឹមតែខ្ជិលទេចោលមកសៀតណាចឹងគាត់អត់ខំរោខំធ្វើការបែរជាខំនៅស្ងៀមឥតប្រយោជន៍ហើយចេះតែសន្សំរឿងឥតប្រយោជន៍និយាយតែរឿងអាក្រក់ស្វែងរកសេចក្តីទុច្ចរិតអត់ខំប្រឹងកែខ្លួនឲ្យបានល្អចឹងមនុស្សអត់មានអនាគតទេបើសិនជាយើងឧស្សាហ៍បន្តិចប្រកាសជារកបាននៅតំបន់នោះមិនខ្វះម្ហូបមិនខ្វះត្រីមិនខ្វះចំណីអាហាររីឯដីស្រែក៏មានចឹងបើសិនជាគាត់ឧស្សាហ៍បើសិនជាគាត់រកត្រីលក់ឧទាហរណ៍ឬក៏បើត្រីច្រើនពេកធ្វើត្រីងៀតឬត្រីប្រហុកសិតតែរបស់នឹងអាចជួយគាត់នៅពេលដែលគ្រារាំងស្ងួតបានណាមានត្រីឆ្អើរត្រីប្រៃអីចឹងទៅហេតុអីបានលើកមេរៀននេះមកនិយាយមិនមែនចង់វាយបងប្អូនទេចង់ប្រាប់ថាគ្រាចុងក្រោយនេះមកដល់គ្រាអំណត់មកដល់គ្រាបិទខ្ទប់មកដល់រោគាថ្មីមកដល់សង្គ្រាមមកដល់កំពុងតែក្តៅកគុកនគរមួយទាស់នឹងនគរមួយអសន្នរោគរំជួយផែនដីគ្រប់កន្លែងខែទៅជាឈាមទឹកទៅជាឈាមថ្ងៃទៅជាងងឹតបើសិនជាព័ត៌មានប្រាប់តាមរយៈហោរារបស់ព្រះអង្គហើយព្រះអង្គមិនធ្វើការងារអ្វីទេលុះត្រាតែព្រះអង្គបើកសម្ដែងតាមរយៈហោរារបស់ព្រះអង្គអញ្ចឹងហោរានិយាយហើយហោរាប្រកាសឲ្យត្រៀមហើយអញ្ចឹងគ្រាចុងក្រោយនេះណាកុំឲ្យសន្យាធានារ៉ាប់រងឲ្យគេគ្រាចុងក្រោយនេះកុំចាប់ដៃជំនួសគេសន្យារ៉ាប់រងចេះមួយចេះពីរគ្រាចុងក្រោយនេះកុំឲ្យយើងខ្ជិលចាំយាមត្រៀមស្បៀងកុំឲ្យយើងជាមនុស្សចោលមកសៀតពេលវេលា24ម៉ោងដូចគេបែរជាអត់មានពេលវេលាសម្រាប់ខ្លួនឯងសម្រាប់ត្រៀមសម្រាប់អធិដ្ឋានសម្រាប់ព្រះសម្រាប់ជីវិតកុំកំចាយពេលវេលាឥតប្រយោជន៍កុំធ្វើជាមនុស្សចោលមកសៀតអាមែនខ14សុភាសិតចំពុក6ខ14អ្នកណាដែលមានសេចក្តីវេទនានៅក្នុងចិត្តក៏តែងតែគិតគូរបង្កើតការអាក្រក់ជានិច្ចព្រមទាំងសាបព្រោះការទាស់ទែងគ្នាដូច្នេះសេចក្តីអន្តរាយរបស់វានឹងលោមកភ្លាមមួយរំពេចក្នុងពេលបន្ទាន់នោះវានឹងត្រូវបាក់បែកឥតមានអ្វីជួយផងចឹងកុំធ្វើជាមនុស្សចោលមកសៀតធ្វើជាមនុស្សមានពរធ្វើជាមនុស្សពេញដោយប្រាជ្ញាហើយត្រៀមចាំយាមព្រះអង្គម្ចាស់យាងត្រឡប់មកវិញព្រោះព្រះអង្គនឹងយាងមកវិញជាឆាប់ពីព្រោះគ្រាអាសន្នកំពុងតែមកដល់ហើយកូនព្រះអង្គបានរៀនសូត្រនៅចំនួនកូវីដ2ឆ្នាំដែរគួរណាស់តែចេះដឹងគួរណាស់តែចេះត្រៀមព្រោះកូវីដគ្រាន់ជាដើមចមនៃសេចក្តីវេទនាគ
កូវីដគ្រាន់តែជារឿងមួយធ្វើឲ្យយើងរឹតតែរឹងមាំកុំធ្វេសប្រហែសទៀតអាមែនហើយយើងមើលតទៅទៀតសុភាសិតដដែលទេណាសុភាសិតចំពុក6ខ16អ្វីទៅដែលព្រះអង្គមិនពេញចិត្តមិនចូលចិត្តសូមស្ដាប់សុភាសិតចំពុក6ខ16មាន6មុខដែលព្រះយេហូវ៉ាទ្រង់ស្អប់មាន7ផងដែលទ្រង់ខ្ពើមហើយឆ្អើមព្រះអង្គអត់ចូលចិត្តខ្ពើមឆ្អើមមានន័យថាអត់ចូលចិត្តទេខ្ពើមហើយឆ្អើមខ17សូមស្ដាប់ភ្នែកឆ្មើងឆ្មៃភ្នែកនឹងមើលគេទៅផ្លូវអាក្រក់ភ្នែកនឹងអត់ចេះមើលរបស់ល្អទេមើលរបស់អាក្រក់ភ្នែកឆ្មើងឆ្មៃភ្នែកមើលរមើគុណមើលគេក្នុងផ្លូវអាក្រក់ភ្នែកឆ្មើងឆ្មៃមើលលើមើលក្រោមវាយតម្លៃគេតាមពិតទៅយើងមិនត្រូវដើរតួជាអ្នកវាយតម្លៃទេពីព្រោះយើងមិនមែនជាព្រះអញ្ចឹងត្រូវមើលគេក្នុងផ្លូវល្អក្នុងផ្លូវសុចរិតបើគេអាក្រក់គេអាក្រក់ជាមួយតែព្រះទេគេមិនអាក្រក់អីជាមួយនឹងយើងទេបើគេអាក្រក់ជាមួយនឹងយើងគ្រាន់តែដើរចេញទៅអញ្ចឹងភ្នែកឆ្មើងឆ្មៃនេះមានន័យថាភ្នែករិះគន់និន្ទាភ្នែកមើលក្នុងការងារអាក្រក់អូខេអញ្ចឹងភ្នែកឆ្មើងឆ្មៃមួយអណ្ដាតភូតផោពីកុហកតាមមិនទាន់ទេណាកុហកចេះកុហកចុះហើយបើកុហកប៉ះអ្នកមានពេញដោយព្រះវិញ្ញាណទៀតវោហើយធ្ងន់ធ្ងរហើយអាចដល់ស្លាប់អញ្ចឹងភ្នែកឆ្មើងឆ្មៃអណ្ដាតភូតផោដៃដែលកំចាយឈាមមនុស្សឥតទោសមានន័យថាវាយតម្លៃគេអត់ទាន់ដឹងការពិតផងវិនិច្ឆ័យបាត់កំចាយឈាមមានន័យថាធ្វើឲ្យគេមានទុក្ខលំបាកដោយសារយើងខ18ចិត្តដែលគិតគួរបង្កើតអំពើអាក្រក់មួយថ្ងៃគិតតែរឿងអាក្រក់រឿងល្អអត់ដែលគិតអត់ដែលនិយាយជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់ឆេវឆាវរហ័សខឹងប្រកាន់ទុក្ខ19សាកសីខ្លែងខ្លាយធ្វើទីបន្ទាល់ខ្លែងខ្លាយបពុនិយមឃើញទេអញ្ចឹងនៅក្នុងព្រះវិហាររមែងតែបែកបាក់ដោយសារបពុនិយមហើយធ្វើទីបន្ទាល់ខ្លែងខ្លាយដើម្បីឲ្យគេកាន់ក្តីខាងយើងហើយនៅពេលយើងធ្វើទីបន្ទាល់ខ្លែងខ្លាយហើយយើងបង្កើតបពុហើយអញ្ចឹងក្នុងព្រះវិហារវាមានបពុ2បពុ3អញ្ចឹងទៅអញ្ចឹងកុហកហើយទៀមទារត់រោគប្រជាប្រិយក្នុងព្រះវិហារព្រះអង្គស្អប់ព្រះអង្គខ្ពើមសាកសីខ្លែងខ្លាយនេះគឺនិយាយភូតកុហកចោតប្រកាន់គេទាំងស្រុងអត់ទាន់ស្ដាប់ទាំងសងខាងផងស្ដាប់តែមួយចាហៀងចាប់ផ្ដើមចោតប្រកាន់គេចឹងសាកសីខ្លែងខ្លាយដែលពោពាកកំភូតហើយមនុស្សដែលសាបព្រោះសេចក្តីទាស់ទែងគ្នាក្នុងពួកបងប្អូនមួយដែរយើងមើលម្ដងទៀតណាព្រះអង្គស្អប់ខ្ពើមចឹងប៉ាអានទាំងអស់សុភាសិតចំពុក6ខ16មាន6មុខដែលព្រះយេហូវ៉ាទ្រង់ស្អប់មាន7ផងដែលទ្រង់ខ្ពើមឆ្អើមហើយបើព្រះអង្គស្អប់ព្រះអង្គខ្ពើមហើយគ្មានអ្វីទៅលួងលោមបានទេព្រះអង្គទ្រង់ខ្ពើមឆ្អើមភ្នែកឆ្មើងឆ្មៃរិះគន់គេមើលគេនៅក្នុងរឿងអាក្រក់ការអាក្រក់ភ្នែកឆ្មើងឆ្មៃ
vay đầm lại kì mơ cứ tiếp mơ kì thao mơ kì là ngung ấy chạy tận nên cái hào phê chmang on đát phút phổ của họ bọc ra là bạch cỏ đây còn trai chiêm mà nu ẩn tụ traoประกันkỳ chế traoประกันkỳ cho chất để kết cua bằng cao ông bơ cọ chất kỳ kết tả cọ ở đây chắc như vậy là như vậy từ rương ở vitamin tận prong sop prong bơm chương đây là ha tàuประพฤติ cọ rồi ha khăng ประกัน tu mua màu cái đầu cả hai treo chảo xạ xây cành khải kia này dây che dương này dây cho kia này dây che dương này dây cho thua ti bằng toa khóc thua ti bằng toa cành khải hai manu đại sa process đây toa tên kia nông pu bong ôn mùi đại chân côn bạc nông kia trong cào này dương trâu kích ở phật pi cả ở vây đại bọn mình trôi chật cứ bọn ấp bơm chạm cứ nơi dương những trâu cài bàn lọ những trâu mưa mà nút nó không ca kỳ lọ dương cầm tôn vay đồng lái vì chạy kì kẻ cọ ao kẻ cọ chấm pua để cho bàn tay chấm pua dương dương trâu mưa kì không trâu lọ sân tay vì pro dương mình ai vay đồng lái cái tết dương là toàn squat chật kì xôm bayแต่ខ្លួនឯងយើងមិនស្គាល់ចិត្តខ្លួនឯងច្បាស់ផងតម្រាំតែចិត្តគេទៀតអញ្ចឹងអ្នកដែលអាចវិនិច្ឆ័យវាយតម្លៃបានគឺព្រះមិនយើងទេអញ្ចឹងអត់មានអំណោយទានឬក៏ប្រេងតាំងណាដើម្បីវិនិច្ឆ័យវាយតម្លៃនិន្ទាប្រងអត់ឲ្យយើងធ្វើអញ្ចឹងទេអណ្ដាតភូតផោណាជៀសវាងកលិចកលុចកុំចាយឈាមមនុស្សឥតទោសយើងចោទប្រកាន់គេអត់ហេតុចោទប្រកាន់គេខុសដែលគិតគូបង្កើតអំពើអាក្រក់អញ្ចឹងក្នុងចិត្តកែទៅគិតតែរឿងវិជ្ជមានល្អធ្វើយ៉ាងម៉េចប្រសើរឡើងកុំគិតផ្លូវអវិជ្ជមានមិនទាន់ដឹងអីផងគិតរឿងអាក្រក់បាត់អត់ត្រូវធ្វើចឹងទេអញ្ចឹងយើងត្រូវគិតផ្លូវល្អផ្លូវវិជ្ជមានផ្លូវព្រះកុំធ្វើជាសាកសីខ្លាំងខ្លាយកុំធ្វើឲ្យអ្នកដទៃពិបាកដោយសារយើងត្រូវឈរក្នុងកម្រិតមួយសុចរិតត្រឹមត្រូវបើមិនចឹងទេព្រះអង្គស្អប់ហើយព្រះអង្គធ្វើសុភាសិតចំពុក6ខ20ហាឡេលូយ៉ាចឹងថ្ងៃនេះយើងរៀនព្រះគម្ពីរសុភាសិតមួយចំពុកតែម្ដងហើយបើបងប្អូនចង់បានតម្រេះនិងប្រាជ្ញាត្រូវរៀនអំពីព្រះគម្ពីរសុភាសិតចឹងសូមស្ដាប់ហើយសូមស្ដាប់ខ20កូនអើយចូលរក្សាទុកនៅសេចក្តីបណ្ដាំរបស់ឪពុកឯងចុះកុំឲ្យបោះបង់ចោលដំបូលមានរបស់ម្ដាយឯងឡើយ21ចូលចងក្រៀកនៅនឹងចិត្តឯងជានិច្ចហើយភ្ជាប់នៅកឯងផងអញ្ចឹងពាក្យបណ្ដាំពាក្យណែនាំពាក្យព្រានប្រដៅត្រូវតែដាក់ជាប់នៅក្នុងចិត្តកុំឲ្យភ្លេចកុំឲ្យភ្លេចហើយកុំឲ្យភ្លេច22កាលណាឯងដើរដំណើរបណ្ដាំនោះនឹងនាំមុខឯងកាលណាឯងដេកលក់នោះនឹងចាំយាមរក្សាឯងហើយកាលណាឯងភ្ញាក់ឡើងនោះនឹងនិយាយរកឯងអញ្ចឹងបណ្ដាំដំបូលមានណាចំពោះយើងគឺព្រះបន្ទូលយើងត្រូវឲ្យមាននៅក្នុងចិត្តនៅក្នុងគំនិតណាបើអាចព្យួរនឹងកកបានពេលណាយើងដេកគឺនៅជាមួយពេលណាយើងភ្ញាក់ឡើងព្រះបន្ទូលនៅជាមួយដេកដើរឈរអង្គុយគឺព្រះបន្ទូលត្រូវនៅជាមួយយើងជាដរាបកាលណាឯងខ22ដដែលកាលណាឯងដើរណាដំណើរបណ្ដាំនោះនឹងនាំមុខឯងកាលណាឯងដេកលក់នោះនឹងចាំយាមរក្សាឯងហើយកាលណាភ្ញាក់នោះនឹងនិយាយរោគផងចឹងដេកដើរឈរអង្គុយត្រូវមានព្រះបន្ទូលតម្រង់យើងរហូតកុំឲ្យភ្លេចឲ្យសោះហើយបងប្អូនអត់ដែលរៀនអត់ដែលអានអត់ដែលមើលព្រះគម្ពីរមិនបែរស្ដាប់មេរៀននឹងមានផលពិបាកនៅពេលមួយនៅពេលដែល
រឿងរ៉ាវមកដល់បងប្អូនមិនដឹងដោះស្រាយយ៉ាងម៉េចអត់ដឹងថាត្រូវដោះស្រាយយ៉ាងម៉េចព្រោះបងប្អូនមិនដែលអានព្រះគម្ពីរចឹងអត់ស្គាល់ព្រះបន្ទូលតម្រង់ហើយពេលនោះបងប្អូនរត់ទៅរកគេរត់ទៅរកគ្រូរត់ទៅរកហោរ៉ារត់ទៅរកpastor ដើម្បីឲ្យជួយអញ្ចឹងព្រះបន្ទូលគឺយើងត្រូវតែចេះដោយខ្លួនឯងក្រែងលោប៉ះគ្រូខ្លាំងខ្លាយហោរ៉ាខ្លាំងខ្លាយប៉ះសេចក្តីបង្រៀនខ្លាំងខ្លាយបងប្អូនប្រព្រឹត្តទៅខុសឆ្គងប្រយ័ត្នមែនតើ23ត្បិតពាក្យបណ្ដាំនោះជាចង្គៀងហើយដំបូលមាននោះជាពន្លឺឯសេចក្តីបន្ទោសនៃពាក្យព្រានប្រដៅនោះជាផ្លូវជីវិតហើយអញ្ចឹងការដែលព្រះបន្ទូលតម្រង់ល្អហើយកុំឲ្យបដិសេធព្រះបន្ទូលតម្រង់អ្នកខ្លះអត់ហ៊ានអានព្រះគម្ពីរដោយសារអានទៅដូចព្រះនឹងបានវាយគាត់អញ្ចឹងគាត់ថាហេអត់អានទេអញ្ចឹងពេលណាគាត់គិតពីសេចក្តីពិតគាត់គិតពីព្រះបន្ទូលគាត់អត់អានអញ្ចឹងគាត់គិតរហូតអញ្ចឹងគាត់មានទោសគាត់អត់ដឹងត្រូវដោះស្រាយយ៉ាងម៉េចព្រោះអត់មានព្រះបន្ទូលអញ្ចឹងព្រះបន្ទូលតម្រង់កែច្នៃយើង24ប្រយោជន៍នឹងរក្សាឯងទុកឲ្យរួចពីស្ត្រីអាក្រក់ឲ្យរួចពីអណ្ដាតបញ្ចើករបស់ស្រីដទៃអញ្ចឹងនៅពេលដែលយើងជួបឧបសគ្គនៅពេលដែលយើងជួបសេចក្តីល្បួងមានការលួងលោមផ្សេងដើម្បីឲ្យកូនព្រះអង្គធ្លាក់ទៅក្នុងសេចក្តីល្បួងបើសិនជាយើងអត់មានព្រះបន្ទូលការពារហើយយើងអត់ចូលចិត្តការតម្រង់ពីព្រះបន្ទូលនោះយើងនឹងក្លាយទៅជាបុគ្គលមួយដែលអត់ប្រយោជន៍អត់បានការហើយប្រកាសជាធ្លាក់ទៅក្នុងសេចក្តីល្បួងគេហៅផឹកគេហៅស៊ីគេហៅការ៉ាអូខេឥតមានអ្នកណាតម្រង់ពីព្រោះគាត់ខ្វះព្រះបន្ទូលហើយមេរៀននេះគឺតាក់ទងនឹងរឿងអាទិត្យមុននៅព្រះវិហារកំពង់ឆ្នាំងស្ដីអំពីស្រីសំផឹកណាសូមស្ដាប់តទៅទៀត25កុំឲ្យឯងមានអណ្ដាតណាខ្មួលខ្មាញ់ចំពោះរូបឆោមឆាយរបស់គេក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរអញ្ចឹងមានន័យថាបើសិនជាយើងមានព្រះបន្ទូលព្រះអង្គតម្រង់យើងឲ្យត្រូវអញ្ចឹងពេលណាគេម៉ាក់គេយេឬក៏គេដាក់មន្តអាគមនឹងភ្នែកនឹងដើមទ្រូងឬក៏ពាក្យសម្ដីផ្អែមល្ហែមយ៉ាងណាក៏ដោយយើងមិនចាញ់សេចក្តីល្បួងនឹងទេអញ្ចឹងវិញ្ញាណស្រីសំផឹងវិញ្ញាណអរអសោចវាអូសទាញយើងដោយមន្តអាគមណាដោយត្របកភ្នែកមានន័យថាគេគូអញ្ចើមណាដូច Jezebel អញ្ចឹង Jezebel គូអញ្ចើមគេដាក់មន្តអាគមក្នុងភ្នែកហើយក៏គេដាក់មន្តអាគមនៅក្នុងមាត់សម្ដីសំឡេងបើសិនជាកូនព្រះអង្គគ្មានព្រះបន្ទូលការពារកូនព្រះអង្គនឹងធ្លាក់ទៅក្នុងសេចក្តីស្រើបស្រាលហើយចាញ់បោកហើយប្រកាសជាទៅតាមវិញ្ញាណស្រីសំផឹងវិញ្ញាណកំផិតវិញ្ញាណស្មោករោគហើយកូនព្រះអង្គនឹងបាត់បង់ការសង្គ្រោះដោយសារគេអូសទាញឲ្យបងប្អូននឹងខាតបង់ធំគ្រានេះជាគ្រាចុងក្រោយគ្រានេះជាគ្រាមួយដែលយើងត្រូវប្រុងប្រយ័ត្នលើសជាងគ្រាណាទៅទៀតអរសាតាំងវាខំប្រឹងធ្វើការទ្វេដងពីព្រោះវាចង់ឲ្យអាទិទឹងនឹងព្រះគ្រីស្ទលេចមកហើយរាល់ថ្ងៃនេះព្រះវិញ្ញាណបរិសុទ្ធកំពុងទប់ស្កាត់វាមិនឲ្យលេចចេញមុនទេហើយយើងជាអ្នកជឿដើរតាមព្រះយេស៊ូវត្រូវតែយកព្រះបន្ទូលមកដាក់ក្នុងចិត្តដើម្បីនៅពេលមានការលបួងនានាព្រះបន្ទូលនឹងលេចចេញមកហើយការពារយើងព្រះអង្គប្រកាសជាមានព្រះបន្ទូលថាកុំធ្វើនេះកុំធ្វើនោះកុំស្ដាប់បង្គាប់អារក្សកុំស្ដាប់បង្គាប់គ្នាវាអញ្ចឹងព្រះបន្ទូលព្រះមានសារៈសំខាន់ណាស់ក្នុងជីវិតយើងជាអ្នកជឿការដំបូលមានការដែលព្រះអង្គប្រាប់ហាមនេះហាមនោះគឺសម្រាប់យើងទេ
បើសិនជាយើងមិនមានព្រះបន្ទូលបើសិនជាយើងមិនចេះព្រះបន្ទូលបើសិនយើងមិនដែលរៀនព្រះបន្ទូលព្រោះព្រះអង្គមានព្រះបន្ទូលថាម៉េចថារាជរបស់អញវិនាសដោយសារខ្វះតម្រេះអញ្ចឹងខ្លួនឯងត្រូវតែមានតម្រេះត្រូវតែចេះព្រះបន្ទូលដើម្បីវាយបកអវិញ្ញាណទាំងអស់ហ្នឹងសូមស្ដាប់ខ25ម្ដងទៀតណាកុំឲ្យឯងមានអណ្ដាតខ្មួលខ្មាញ់ចំពោះរូបឆោមឆាយរបស់គេឡើយអញ្ចឹងគេអាចអូសទាញតាមសម្ភារៈនិយមតាមធនធានគេអាចអូសទាញយើងតាមទ្រព្យសម្បត្តិហើយយើងចេះតែអ៊ូអត់ទេទប់ស្កាត់រឿងហ្នឹងក៏កុំឲ្យឯងណាក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរមុនគុំយើងឃើញគេស្អាតគេល្អទៅបាត់26ត្បិតដោយព្រោះតែស្រីសំផឹងនោះមានមនុស្សដែលនឹងធ្លាក់ខ្លួនទៅជាមាននំប៉័ងតែមួយចំណិតប៉ុណ្ណោះហើយស្រីកំផិតតែងតែដេញចាប់ជីវិតដ៏វិសេសគ្រាចុងក្រោយនេះខ្មាំងសត្រូវជាពិសេសខ្មាំងសត្រូវវាយគ្រូកងវិលច្រើនណាស់ព្រោះគ្រូកងវិលក៏អត់ដើរក្នុងអំណាចអញ្ចឹងច្រើនតែលេងប្តីលេងប្រពន្ធហើយទៅយកប្រពន្ធមួយទៀតស្រីមួយទៀតប្តីមួយទៀតអញ្ចឹងវាវាយទៅតាមហ្នឹងពេលណាកូនព្រះអង្គគាត់លេងលះគ្នាគាត់ខាតប្រពោហើយព្រះអង្គប្រទានពរឲ្យប៉ុន្តែគាត់មិនអាចទទួលពរបានដោយសារជីវិតក្រុមគ្រួសារគាត់បែកបាក់ហើយហក់លោតទៅយកដៃគូថ្មីទៀតអញ្ចឹងជីវិតគាត់មិនអាចទទួលប្រពោបានទេអញ្ចឹងខ្មាំងសត្រូវដឹងចំណុចពិសេសរបស់មនុស្សហើយក៏ព្យាយាមបញ្ជូនវិញ្ញាណស្រីសំផឹងដើម្បីមកបំបែកបំបាក់បញ្ជូនវិញ្ញាណស៊ីស៊ីបែលមកបំបែកបំបាក់ជីវិតក្រុមគ្រួសារអ្នកដែលជឿព្រះដើរក្នុងអំណាចខ្ពស់អ្នកដែលធ្វើការងារព្រះគឺ Jezebel អ្នកវាយអញ្ចឹងមិនប៉ាបង្រៀនពេលណាយើងឈ្នះវិញ្ញាណ Jezebel ណាព្រះវិហារកំពង់ឆ្នាំង2អាទិត្យហើយពេលណាយើងឈ្នះវិញ្ញាណ Jezebel ប្រងឲ្យផ្កាយព្រឹកមកយើងផ្កាយព្រឹកនេះគឺមានអំណាចក្នុងការខ្វៀលផែនដីខ្វៀលពួកជំនុំខ្វៀលសាសដតីឲ្យមានអំណាចដូចអង្គព្រះយេស៊ូវចឹងអញ្ចឹងកុំឲ្យមើលស្រាលវិញ្ញាណ Jezebel វិញ្ញាណស្រីសំផឹងគ្រាចុងក្រោយនេះខ្មាំងសត្រូវនឹងបញ្ជូនវិញ្ញាណអស់នឹងមកនៅក្នុងព្រះវិហារហើយគ្រូកងវិលនឹងទុនដៃទុនជើងពីព្រោះគាត់បានដើរនៅក្នុងអំណាចប្រកាសជាចាញ់បោកត្របកភ្នែកឬក៏រូបឆោមរបស់គេសិតតែជាមន្តអាគមទាំងអស់ហើយប៉ាសូមប្រាប់ដល់កូនប៉ាស្រីដែររៀបចំខ្លួនប្រាណឲ្យសមរម្យសមជាអ្នកបម្រើព្រះសមជាអ្នកកូនព្រះសមជាអ្នកជឿព្រះកុំឲ្យចាញ់បោកគ្រឿងម៉ាកយេមន្តអាគមទឹកអប់គូរំវងភ្នែកលាក់នឹងលាក់ស្លៀកពាក់ឲ្យបានត្រឹមត្រូវកុំឲ្យស្លៀកពាក់ធ្វើឲ្យអ្នកដែលទៅថ្វាយបង្គំព្រះទុនចិត្តឬក៏ធ្លាក់ទៅក្នុងសេចក្តីល្បួងផ្សេងគ្រាចុងក្រោយនេះបើកូនព្រះអង្គមិនប្រុងប្រយ័ត្នកូនព្រះអង្គនឹងភ្លាត់ហើយនឹងខកខាននៅពេលដែលព្រះអង្គយាងមកយកយើងទៅឯពពកមាន2នាក់នៅលើគ្រែមួយនឹងទៅមួយនឹងនៅមាន2នាក់នៅឯស្រែមួយនឹងទៅមួយនឹងនៅមាន2នាក់កិនម្សៅមួយទៅមួយនឹងនៅតើកូនឯងជាមនុស្សដែលនៅឬក៏ជាមនុស្សដែលទៅចឹងគ្រាចុងក្រោយនេះប្រយ័ត្នវិញ្ញាណ Jezebel វិញ្ញាណស្រីសំផឹងដែលវាអូសទាញកូនព្រះអង្គឲ្យជាប់នៅផែនដីអត់បានទៅឋានសួគ៌ទេ
26សូមស្ដាប់ត្បិតដោយព្រោះតែស្រីសំផឹងនោះមានមនុស្សដែលនឹងធ្លាក់ខ្លួនទៅជាមាននំប៉័ងតែមួយចំណិតប៉ុណ្ណោះហើយស្រីកំផិតតែងតែដេញចាប់ជីវិតដ៏វិសេសប៉ាសូមសួរកូនប៉ាស្រីដែលនៅលេងពេលគាត់រកគូសកលបើសិនជាគាត់មានវិញ្ញាណកំផិតឬក៏មានវិញ្ញាណស្រីសំផឹងឬក៏មានវិញ្ញាណស៊ីស៊ីបែលគាត់ប្រកាសជារោគដៃគូណាចាប់ជីវិតដែលមានអាចនាំឲ្យក្រុមគ្រួសារគេស្ដុកស្ដំមានន័យថាចាប់ជីវិតដ៏វិសេសហ្នឹងមានន័យថាពេលណាគាត់រោប្តីគាត់មិនមែនរោអ្នកដែលជឿព្រះទេគាត់រោអ្នកណាដែលមានទ្រព្យសម្បត្តិមានឡានមានផ្ទះធនធានគាត់រោមនុស្សប្រភេទហ្នឹងដើម្បីចិញ្ចឹមគាត់ហើយនឹងក្រុមគ្រួសារគាត់អញ្ចឹងពេលណាយើងរោដៃគូអញ្ចឹងយើងមិនបានរោតាមអ្វីដែលប្រងប្រាប់ឲ្យយើងរោទេគឺយើងកំពុងតែចាប់យកជីវិតដ៏វិសេសយើងត្រូវរកដៃគូដែលព្រះអង្គប្រទានឲ្យទី1តើគេជឿអត់ពេញដោយព្រះវិញ្ញាណអត់នេះជាដៃគូដែលយើងត្រូវរកហើយព្រះអង្គនឹងប្រទានពរតាមរយៈនេះប៉ុន្តែបើកូនព្រះអង្គចាប់យកមនុស្សដ៏វិសេសឃើញគេមានលុយមានឡានស្ដុកស្ដំហើយយើងចេះតែហក់លោតទៅតាមគេថ្ងៃណាមួយយើងនឹងវេទនាហើយអាចបាត់បង់សេចក្តីជំនឿទៅថ្ងៃក្រោយទៀតអញ្ចឹងកូនស្រីប្រយ័ត្នការតុបតែងខ្លួនកូនស្រីប្រយ័ត្នក្នុងការរើសគូស្រករតើយើងមានវិញ្ញាណស្រីសំផឹងតើយើងមានវិញ្ញាណស៊ីស៊ីបែលតើយើងមានវិញ្ញាណអីអញ្ចឹងឲ្យយើងប្រយ័ត្នមែនតើខ27តើមនុស្សនឹងយកភ្លើងមកដាក់នៅនាទ្រូងឥតឆេះដល់ខោអាវខ្លួនបានឬអញ្ចឹងមនុស្សប្រុសណាកុំលេងសើចជាមួយនឹងវិញ្ញាណកំផិតវិញ្ញាណស្រីសំផឹងវារលាកវានឹងឆេះតើនឹងដើរលើរងើកភ្លើងឥតរលាកដល់ជើងបានដែរឬកុំលេងជាមួយនឹងភ្លើងកុំលេងជាមួយនឹងអំពើបាបដូច្នេះអ្នកណាដែលចូលទៅឯប្រពន្ធរបស់អ្នកជិតខាងនោះក៏ដូចគ្នាដែរអ្នកណាដែលប៉ះពាល់នឹងនាងនោះមិនរួចពីមានទោសឡើយស្រឡាញ់ប្រពន្ធគេស្រឡាញ់ប្តីគេនឹងឲ្យវិញ្ញាណកំផិតហើយសិតតែនាំឲ្យមានទោសមនុស្សរមែងណាមិនស្អប់ដល់ចោលបើវាលួចឲ្យតែបានឆ្អែតប៉ុណ្ណោះណាចោលខ្លះទាំងខ្ញុំលួចតែនំប៉័ងមួយហើយណាទៅខឹងប៉ុន្តែបើចោលនោះណាក្នុងវេលាដែលស្រេកឃ្លានតែបើទាន់ឃើញវានោះគង់តែត្រូវឲ្យវាសងអស់ណាមួយជា7វិញតែត្រូវស្រង់ដល់គ្រប់ទាំងរបស់ដែលនៅក្នុងផ្ទះខ្លួនទាំងអស់ផងតែឯអ្នកណាដែលលួចប្រពន្ធគេនោះជាអ្នកឥតមានគំនិតឡើយអ្នកណាដែលប្រព្រឹត្តអំពើយ៉ាងនោះឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយគ្រាចុងក្រោយនេះប្រយ័ត្នកុំស្រឡាញ់ប្តីគេកុំស្រឡាញ់ប្រពន្ធគេព្រោះអ្នកណាធ្វើអញ្ចឹងគឺកំពុងតែបំផ្លាញដល់ខ្លួនហើយអ្នកនោះនឹងត្រូវសាមងហើយអាប់យោនឹងលុបសេចក្តីថ្មេះតេះដៀលចំពោះអ្នកនោះចេញមិនបាត់ឡើយខូចឈ្មោះខូចកិត្តិយសរហូតត្បិតសេចក្តីប្រច័ណ្ឌជាសេចក្តីក្តៅក្រហាយរបស់មនុស្សហើយគេនឹងមិនប្រណីដល់ថ្ងៃសងសឹកទេគេមិនព្រមទាំងក្រឡេកមើលតម្លៃលួសណាមួយផងហើយទោះបើឯងជូនជំនូនដល់គេជាច្រើនក៏ដោយគង់តែមិនបានរងាប់ចិត្តដែរព្រះគម្ពីរសុភាសិតចំពុក6បង្រៀនយើងច្រើនយ៉ាងណាស់បើបងប្អូនចង់បានតម្រេះនិងប្រាជ្ញាត្រូវរៀនសូត្រពីព្រះគម្ពីរសុភាសិតពី
ពាក្យថារៀនសូត្រនេះមានន័យថាពេលណាយើងអានហើយយើងយកមកអនុវត្តនៅក្នុងចិត្តយើងអានហើយយើងយកមកអនុវត្តនៅក្នុងជីវិតរបស់យើងអញ្ចឹងព្រះគម្ពីរសុភាសិតគឺជាការមួយដែលយើងត្រូវរៀនសូត្រចេះដឹងហើយពេលណាយើងអានហើយយើងយកមកអនុវត្តផ្ទាល់ពេលនោះបានយើងរួចផុតអញ្ចឹងប៉ាធ្វើសេចក្តីសង្ខេបបន្តិចនៅក្នុងព្រះគម្ពីរសុភាសិតរឿងទី1ដែលប្រងហាម5យើងគឺកុំអោយធានារ៉ាប់រងសន្យាចាប់ដៃជំនួសគេឡើយណាតែហោះគេត្រូវទិញឡានឬក៏ទិញម៉ូតូយើងទៅធានារ៉ាប់រងជំនួសគេនោះប្រងមិនសពរហាតិទេត្រូវដកខ្លួនចេញណាអញ្ចឹងបើសិនជាយើងធ្វើដូច្នោះគឺជាយើងកំពុងតែជាប់អន្ទាក់ហើយសូម្បីតែខ្លួនឯងយើងជួយមិនរួចផងតើយើងទៅជួយគេយ៉ាងម៉េចអញ្ចឹងវិធីសាស្ត្រដ៏ល្អបំផុតគឺយើងប្រាប់គេពីព្រះយេស៊ូវឲ្យគេពឹងទៅលើព្រះពីព្រោះព្រះអង្គមានព្រះបន្ទូលថាត្រូវបណ្ដាសាហើយអ្នកណាដែលពឹងទៅលើមនុស្សអញ្ចឹងហាមហើយហាមទៀតពីនេះទៅមុខឈប់ធានារ៉ាប់រងជំនួសគេបើសិនជាជាប់ជំពាក់មាត់សម្ដីហើយត្រូវតែវាយបកវិញត្រូវតែទៅនិយាយជាមួយអ្នកនឹងថាខ្ញុំសុំទោសណាលើកមុនខ្ញុំបាននិយាយចេះប៉ុន្តែឥឡូវខ្ញុំដកពាក្យខ្ញុំចិនពីព្រោះខ្ញុំមិនអាចធ្វើតាមទេអញ្ចឹងយើងអូខេហើយវាយបកវិញចំពោះអ្នកដែលដាក់ដង្វាយអីក៏ដោយណាកុំមាត់លឿនពេកណាឧទាហរណ៍ថាខ្ញុំសន្យាថាជួយពេលអភិហារនេះមួយខែ$10ប៉ុន្តែឥឡូវនេះខ្ញុំធ្វើមិនបានទេណាអញ្ចឹងយើងត្រូវដកពាក្យវិញដកចិត្តយើងវិញអញ្ចឹងវិធីសាស្ត្រដ៏ត្រឹមត្រូវទី1កុំនិយាយឲ្យចេញកុំសំឡេងនឹងចេញពីមាត់យើងធានារ៉ាប់រងគេអត់ទេ no យើងត្រូវតែនិយាយបែបដូចនេះវិញថាពេលណាខ្ញុំមានដង្វាយខ្ញុំនឹងដាក់ដង្វាយចេះនេះជារបៀបដែលយើងត្រូវនិយាយឲ្យអត់មានកំហុសកុំឲ្យសន្យាកុំឲ្យចាប់ដៃកុំឲ្យធានាកុំឲ្យរ៉ាប់រងជំនួសអាមែននៅក្នុងព្រះគម្ពីរសុភាសិតបានបង្រៀនអំពីមនុស្សខ្ជិលអញ្ចឹងនៅគ្រាចុងក្រោយនេះបើសិនជាយើងមិនត្រៀមបើសិនជាយើងមិនឧស្សាហ៍បើសិនជាយើងចាំយាមបើសិនជាយើងមិនព្រមរៀបចំស្បៀងទុកគ្រាចុងក្រោយប្រកាសជាពេលវេលាមកដល់កូនព្រះអង្គនឹងជួបសេចក្តីវេទនាអញ្ចឹងព្រះអង្គបានប្រាប់ឲ្យហោរាគាត់ដឹងថាណាចុងខែ11នេះឥឡូវខែ10ហើយជិតដល់ចុងខែ10ហើយអញ្ចឹងចុងខែ11បងប្អូនសល់តែមួយខែហើយក្នុងមួយខែមួយអាទិត្យជាងព្រះអង្គថានៅចុងខែ11នេះជួបជុំគ្នាឲ្យហើយទៅនៅជុំគ្នាឲ្យហើយទៅពីព្រោះនឹងមានការបិទខ្ទប់អញ្ចឹងព្រះអង្គបានប្រាប់ឲ្យពួកហោរាគាត់ដឹងហើយកូនឯងជាកូនហោរាកូនឯងដឹងមុនអញ្ចឹងគួរណាស់តែត្រៀមលក្ខណៈដើម្បីទទួលសារព្រះអង្គនឹងហើយរៀបចំខ្លួនអញ្ចឹងចុងខែ11កូនហោរានឹងនៅជុំគ្នាត្រៀមខ្លួនទាំងស្បៀងទាំងសម្ភារៈអំបិលស្ករប៊ីចេអញ្ចឹងទៅព្រោះនឹងមានការបិទខ្ទប់អញ្ចឹងពីខែ12ទៅមុខអាចបិទខ្ទប់ពេលណាយើងអត់ទាន់ដឹងទេប៉ុន្តែព្រះអង្គថាចុងខែ11នៅជុំគ្នាហើយទៅអញ្ចឹងសម្រាប់កូនព្រះអង្គដែលខ្ជិលដែលគាត់មិនបានត្រៀមអញ្ចឹងនៅគ្រានោះគាត់នឹងមានគ្រាលំបាកគាត់នឹងមានគ្រាលំបាកឧទាហរណ៍ថាគាត់ជួបវិបត្តិហើយគាត់ថាប៉ាកូនចង់ទៅកន្លែងប៉ាអត់បានត្រៀមសម្ភារៈចំពោះកូនព្រះអង្គដែលគាត់អត់បានខ្វះអត់បានត្រៀមខ្លួនឯងនឹកចាំស្ត្រី10នាក់5នាក់ឆ្លាត5នាក់ទៀតល្ងងគាត់អត់បានយកប្រេងឲ្យបានគ្រប់គ្រាន់ដល់ម៉ោង12ប្តីថ្មងថ្មីក៏មកដល់ហៅប្រពន្ធទៅហើយ5នាក់ទៀតអត់មានប្រេងនៅក្នុងចង្កៀងអញ្ចឹងគេទៅសុំចែកឲ្យប្រេងខ្ញុំខ្លះមកហើយស្ត្រីនោះក៏ឆ្លើយថាទេក្រែងលោមមិនគ្រាន់សម្រាប់ពួកយើងអញ្ចឹងទៅឯផ្សារទៅអញ្ចឹងរឿងនេះដូចគ្នាដែរនៅពេលដែលកូនព្រះអង្គគាត់អត់បានត្រៀមហើយពេលណាគ្រាមកដល់គ្រាអាសន្នគ្រាពិបាកមកដល់ហើយគាត់ទៅជ្រកកោនឬក៏គាត់ទៅពឹងផ្អែកអ្នកដែលគេត្រៀម
គេត្រៀមសម្រាប់តែខ្លួនគេទេគេអត់បានត្រៀមប្រេងសម្រាប់អ្នកផ្សេងទេអញ្ចឹងកូនព្រះអង្គត្រូវតែចេះត្រៀមដោយខ្លួនឯងហើយកូនហោរាជាពិសេសគាត់ដឹងមុនដោយប៉ាប្រាប់នេះគឺរឿងបើកសម្ដែងដឹងមុនអញ្ចឹងកុំឲ្យមានគំនិតខ្ជិលច្រអូសឲ្យមានគំនិតឧស្សាហ៍ហើយអាងអីហោរាប៉ាប៉ាអត់ទេហោរាប៉ាប៉ារស់ដោយសារប្រគុណនៃព្រះផ្ដល់ឲ្យទេគាត់អត់មានការងារអីធ្វើក្រៅពីការងារព្រះទេអញ្ចឹងកុំឲ្យយល់ច្រឡំបើបងប្អូនត្រូវការអីគឺសុំទៅព្រះបើបងប្អូនត្រូវការអីសុំទៅព្រះត្រូវបណ្ដាសាហើយអ្នកណាដែលពឹងទៅលើមនុស្សអាមែនអញ្ចឹងត្រូវបណ្ដាសាហើយអ្នកដែលពឹងទៅលើមនុស្សអញ្ចឹងត្រូវពឹងទៅលើព្រះអរគុណបងរឿងមួយទៀតនៅក្នុងព្រះគម្ពីរសុភាសិតនេះគឺនិយាយអំពីមនុស្សពីលឬក៏មនុស្សចោលមកសៀតដែលអត់យកពេលវេលាសម្រាប់ព្រះអង្គអត់យកពេលវេលាសម្រាប់រស់ស៊ីអត់យកពេលវេលាសម្រាប់ចាំយាមអត់យកពេលវេលាគិតតែរឿងឥតប្រយោជន៍គិតតែរឿងឥតប្រយោជន៍គិតតែរឿងសើចគិតតែរឿងលោកីគិតតែ Facebook គិតតែរឿងរាវដែលអត់តាក់ទងនឹងព្រះព្រោះសម័យឥឡូវនេះអំពើបាបគឺនៅក្នុងបាតដៃបងប្អូនអញ្ចឹងបងប្អូនយកពេលវេលាកុំចាយឥតប្រយោជន៍ដូចជាមនុស្សចោលមកសៀតអញ្ចឹងអត់យកពេលវេលាជាមួយនឹងព្រះអត់ខំប្រឹងក្រេបជញ្ជក់ការចេះដឹងព្រះបន្ទូលច្រៀងសរសើរអធិដ្ឋានបែរជាយកពេលវេលាកំសាន្តពីព្រោះអរសាតាំងវាបង្កើតអ៊ីនធឺណិតបង្កើតរបស់អស់ហ្នឹងដើម្បីទាញចិត្តទាញភ្នែកយើងឲ្យឃ្លាតឆ្ងាយពីព្រះបន្ទូលឃ្លាតឆ្ងាយពីព្រះអង្គហើយបងប្អូនចូលចិត្តណាស់មើលកុនមើលស្អីកប្លុកកប្លែងមើលរឿងរ៉ាវសង្គមដែលអត់មានអីតាក់ទងនឹងនគរឋានសួគ៌សោះជជែកគ្នាប្រគ្រោះគ្នាឥតប្រយោជន៍ស៊ីពេលអញ្ចឹងព្រះអង្គរាប់ថាជាមនុស្សចោលមកសៀគិតអាក្រក់ធ្វើអាក្រក់បង្កើតការអាក្រក់ក្នុងមួយថ្ងៃ12ម៉ោងដូចគេមួយយប់12ម៉ោងដែរតែបានគេងចំណេញអីតើបានរៀនសូត្រអីតើបានចេះដឹងអីក្នុងព្រះគម្ពីរសុភាសិតមាន6ព្រះអង្គថា7ផងដែលព្រះអង្គខ្ពើមឲ្យឆ្អើមតើមានអីខ្លះភ្នែកឆ្មាំងឆ្មៃរិះគន់មើលលើមើលក្រោមអណ្ដាតកំភូតភូតផោកុហកចិត្តវាកំចាយឈាមអ្នកអត់មានទោសចោតប្រកាន់ឈ្នាននេះបង្កើតអំពើអាក្រក់មួយថ្ងៃគិតតែរឿងអាក្រក់ជើងរហ័សរត់ទៅប្រព្រឹត្តអាក្រក់មានន័យថារហ័សខឹងប្រកាន់ទោសសាក់សីខ្លែងខ្លាយមានន័យថាធ្វើទីបន្ទាល់ខ្លែងខ្លាយបពពួកនិយមកិច្ចឲ្យផុតពីការអ្វីដែលព្រះអង្គស្អប់ខ្ពើមបើព្រះអង្គខឹងហើយគ្មានអ្នកណារំសាយព្រះអង្គបានទេបើព្រះអង្គខ្ពើមស្អប់ហើយក៏គ្មានអ្នកណាលួងលោមបានដែរហើយចុងក្រោយក្នុងព្រះគម្ពីរសុភាសិតចំពោះ6ពីខ20ទៅគឺស្ដីអំពីវិញ្ញាណស៊ីស៊ីបែលវិញ្ញាណកំផិតកុំយកប្រពន្ធគេកុំយកប្តីគេស្គាល់ព្រះបន្ទូលដើម្បីឲ្យរួចផុតពីស៊ីស៊ីបែលរួចផុតពីការលួងលោមដោយទ្រព្យសម្បត្តិដោយសម្ផស្សឆោមស្អាតរវងភ្នែកសូមឲ្យកិច្ចឲ្យផុតធ្វើម៉េចឲ្យយើងកិច្ចឲ្យផុតពីអន្ទាក់ខ្មាំងសត្រូវបានលុះត្រាតែយើងចេះព្រះបន្ទូលច្បាស់លាស់មែនទែនពេលនោះយើងនឹងកិច្ចផុតតើតែយើងទទួលព្រះវិញ្ញាណបរិសុទ្ធហើយដើរនៅក្នុងអំណាចរបស់ព្រះយើងប្រកាសជាកិច្ចផុតហើយសង្ឃឹមថាមេរៀននេះអាចជាចម្លើយដល់កូនព្រះអង្គសង្ឃឹមថាមេរៀននេះធ្វើឲ្យកូនព្រះអង្គភ្ញាក់រលឹកសារជាថ្មីហើយចាំយាមព្រះអង្គនៅគ្រាចុងក្រោយនេះអាមែន Holy Spirit Generation
ចំនួននៃព្រះវិញ្ញាណបរិសុទ្ធសូមប្រប្រទានពរបន្ថែមហើយបន្ថែមទៀតក្នុងព្រះនាមដ៏អស្ចារ្យគឺព្រះម្ចាស់ព្រះយេស៊ូវអាម៉ាស៊ីយ៉ាអាមែនអាមែនអាមែនសូមប្រប្រទានពរទាំងអស់គ្នាហាឡេលូយ៉ាអរគុណបងកុំភ្លេចអធិដ្ឋានឲ្យប៉ាព្រោះប៉ាចេញធ្វើការច្រើនដោយខ្លួនឯងដឹងស្រាប់ហើយណាចុងសប្តាហ៍ទៅចុងសប្តាហ៍ទៅហើយមានពួកជំនុំច្រើនឥឡូវនេះមានពួកជំនុំនៅខាងប៉ោយប៉ែតទៀតអរគុណព្រះអង្គអញ្ចឹងប៉ារំដោះពីនេះទៅនោះអញ្ចឹងទៅហើយប៉ាក៏សង្ឃឹមថាកូនប៉ាដែលជាកូនប៉ាយូរហើយប៉ាសង្ឃឹមថាពួកគាត់នឹងអាចចេញទៅធ្វើការងារនឹងដែរប៉ាសង្ឃឹមថាគាត់នឹងអាចចាស់ទុំក្នុងការងារចេញទៅបម្រើការងារព្រះព្រោះប៉ាមិនអាចទៅគ្រប់ទីកន្លែងបានទេណាអញ្ចឹងសិតតដូរវេនគ្នាអញ្ចឹងអធិដ្ឋានឲ្យប៉ាបានប្រកបដោយប្រពោនិងប្រគុណនៃព្រះព្រោះយើងត្រូវការប្រពោត្រង់ក្នុងការដំណើរក្នុងការរស់រានមានជីវិតរាល់ថ្ងៃអញ្ចឹងអធិដ្ឋានឲ្យអ្នកបម្រើរបស់ព្រះអង្គផងអធិដ្ឋានឲ្យឪពុកឋានវិញ្ញាណរបស់ខ្លួនឯងផងដើម្បីព្រះអង្គបានផ្គត់ផ្គង់គ្រប់ទាំងដង្ហើមចេញចូលហើយដំណើរទៅបម្រើការងារព្រះអាមែនសូមប្រប្រទានពរក្នុងព្រះនាមដ៏អស្ចារ្យគឺព្រះម្ចាស់ព្រះយេស៊ូវអាម៉ាស៊ីយ៉ាអាមែនអាមែនអាមែនសូមប្រប្រទានពរបាយបាយ